លើទូរស័ព្ទដៃ iPhone បងប្អូនមាន app ច្រើនមែនតើបងប្អូនឃើញទេមាន app ខ្លះយើងអត់ចង់ឲ្យគេឃើញទេដោយសារជា privacy រឿងសម្ងាត់ពាក់ព័ន្ធការងារពាក់ព័ន្ធអីចឹងហើយបងប្អូនធ្វើយ៉ាងម៉េចដើម្បីលាក់ app តោះមកមើលជាមួយខ្ញុំអ្នកនរគ្នាយើងចង់ឲ្យ app GPT នេះ Chat GPT app នេះអញ្ចឹងយើងធ្វើម៉េចអញ្ចឹងបងប្អូនឃើញណាបងប្អូនចុចឲ្យជាប់ពីលើហ្នឹងមកយកចុចឲ្យជាប់ហើយបងប្អូនចុចសញ្ញា Face ID នេះណាសញ្ញានេះបងប្អូនឃើញទេចុចអាហ្នឹងមកហើយយើងចុចកដាលឥឡូវបាត់ Chat GPT បងប្អូនចង់យក Chat GPT ទៅធ្វើម៉េចបងប្អូនទាញមកផុតមកបងប្អូនឃើញនេះតទេបងប្អូនជួយសញ្ញាតទេហ្នឹងមកហើយវាទាមទារឲ្យយើងដាក់ face សិនណាបាទខ្ញុំដាក់ face របស់ខ្ញុំមកអញ្ចឹងវា load មកអូខេបងប្អូនចុះបងប្អូនចង់ឲ្យវាត្រឡប់ទៅវិញធ្វើម៉េចចុចឲ្យជាប់ហើយបងប្អូនដាក់ don't require ASI face ID ទី2នេះចុចអាហ្នឹងមកវាទាមទារ face ID របស់ខ្ញុំមួយទៀតបាទអញ្ចឹងវាត្រឡប់ទៅវិញបងប្អូនបាទអញ្ចឹង Chat GPT មកវិញណាចឹងបងប្អូនធ្វើតាមរបៀបហ្នឹងគឺងាយណាអាចរក្សាពាក់ព័ន្ធនឹង privacy information អរគុណច្រើន